chươngគ្រប់គ្នាដឹងហើយថាក្រដាសគឺត្រូវបានផលិតនៅពីអស់ដោយជនជាតិចិនប៉ុន្តែប្រហែលមានមនុស្សតិចណាស់ដែលស្គាល់ថាជនជាតិចិននោះជាអ្នកណាមានឈ្មោះអ្វីផលិតឡើងដំបូងនៅឆ្នាំណាហើយរីកសាយភាយទៅកាន់ពិភពលោកដោយរបៀបណានៅថ្ងៃនេះខ្ញុំសូមដកស្រង់យកប្រវត្តិនៃការផលិតក្រដាសរបស់ជនជាតិចិនមកបញ្យល់បកស្រាយជូននៅចំណុចទាំងនេះក្រដាសជារបស់ដែលមានសមត្ថភាពអាចបញ្ជូនព័ត៌មាននិងបញ្ជូននៅវប្បធម៌ហើយក៏คล้ายជារបស់សម្រាប់កត់ត្រាប្រវត្តិសាស្ត្រជាង 2000 ឆ្នាំមុនរបស់មនុស្សជាតិមិនតែប៉ុណ្ណោះវាក៏មានប្រយោជន៍ខ្លាំងក្នុងការអភិវឌ្ឍនៅបច្ចេកវិទ្យាវប្បធម៌អរិយធម៌ផងដែរការរួមចំណែកដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការផលិតក្រដាសគឺជាទស្សនៈរួមរបស់មនុស្សជាតិក្នុងការអភិវឌ្ឍវប្បធម៌អរិយធម៌បើនិយាយតាមបែបប្រពៃណីក្រដាសសំដៅលើវត្ថុផលិតចេញពីសរសៃរុក្ខជាតិដែលឆ្លងកាត់ដំណើរការជាបន្តបន្ទាប់រួចគេលុបចោលនៅសមាសធាតុមួយចំនួនដែលគ្មានប្រយោជន៍ហើយចុងក្រោយបង្កើតបានជាសញ្ញាក្រដាសមួយដែលរាបស្មើស្អាតនិងសមស្របសម្រាប់ការសរសេរការបោះពុម្ពនិងការវេចខ្ចប់ជាដើមដំណើរការនៃការផលិតក្រដាសត្រូវបានរួមបញ្ចូលពីវត្ថុធាតុដើមជាច្រើនសំខាន់មានដូចជាដើមក្រចៅសម្បកឈើចំបើងឬដើមឫស្សីដោយគេយកវាមកលាងសម្អាតហើយពុះជាចម្រៀកបន្ទាប់មកលាងសម្អាតជាមួយទឹកក្បុងដើម្បីលុបបំបាត់ពណ៌ហើយជាបន្ទាប់ទៅទៀតគេចងវាជាបាច់រួចវាយទៅតាមជាបាច់រួចវាយទៅជាម្សៅចុងក្រោយគេយកសរសៃឬសីឬសូត្រស្ងួតត្បាញជាស្រទាប់ដាក់ហាលថ្ងៃឲ្យស្ងួតនោះវានឹងប្រែទៅជាក្រដាសហើយនៅក្នុងសម័យរាជវង្សហានខាងកើតអ្នកផលិតក្រដាសមុនគេមានឈ្មោះថាឆៃលុនហើយគាត់បានចែករំលែកនៅបច្ចេកវិទ្យាផលិតក្រដាសនិងបានកែប្រែប្រវត្តិសាស្ត្រនៃការប្រើស្នូកអណ្ដើកមកចារអក្សររបស់រាជវង្សសាងការសរសេរលើគ្រឿងស្ពាន់របស់រាជវង្សជៅខាងលិចនិងការសរសេរលើបន្ទះឫស្សីឬបន្ទះក្តាររបស់បណ្ដានគរសង្គ្រាមចក្រភពឈីងនិងចក្រភពហានដល់ជំនួសមកវិញនៅការសរសេរលើក្រដាសហើយវាក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចសង្គមរបស់រាជវង្សហានមានភាពរុងរឿងនិងធ្វើឲ្យអរិយធម៌របស់ហានល្បីសុះសាយទៀតផងសិប្បកម្មផលិតក្រដាសរបស់ឆៃលុនបានប្រើសម្បកឈើគល់ឈើក្រណាត់ខូចសំណាញ់បងត្រីដើម្បីយកមករុំវាយដុំពូតរួចហាលដើម្បីឲ្យប្រែទៅជាក្រដាសដើម្បីឲ្យប្រែទៅជាសរសៃក្រដាសស្ងួតទើបគេហៅថាក្រដាសពិតលោកបានដាក់ឈ្មោះការផលិតក្រដាសនេះថាឆៃហៅជីឆ្នាំ105នៃគ្រិស្តសករាជឆៃលុនបានផ្គត់ផ្គង់ក្រដាសទៅឲ្យអធិរាជហានហើយគាត់ក៏បានទទួលការសរសើរពីអ្នកម្នាងទៅរបស់អធិរាជហ៊ឺដោយហេតុនេះទើបប្រវត្តិវិទូចាត់ទុកឆ្នាំ105រជ្ជកាលនៃការផលិតក្រដាសបច្ចេកវិទ្យាផលិតក្រដាសរបស់ជនជាតិចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះនវានុវត្តន៍នេះនៅឆ្នាំ751នៃគ្រិស្តសករាជរាជវង្សថាងបានធ្វើសង្គ្រាមជាមួយចក្រភពទីបេដែលមានចក្រភពអារ៉ាប់ជាសម្ព័ន្ធដើម្បីដណ្ដើមកាន់កាប់ទឹកដីអាស៊ីកណ្ដាលបច្ចុប្បន្នចាប់ពីតំបន់ភាគខាងលិចទល់នឹងសមុទ្រកាស្ពីនកាលនោះកងទ័ពថាងដឹកនាំដោយលោកមេទ័ពកៅសៀនជី
បាននាំទ័ពរាប់ពាន់អ្នកចូលប្រយុទ្ធក្នុងសមរភូមិតានឡស៊ឺឬសមរភូមិតាឡាស់ប៉ុន្តែកងទ័ពខាងបែរជាទទួលបរាជ័យហើយអធិរាជខាងសៀនចុងក៏សម្រេចចិត្តបោះបង់ការគ្រប់គ្រងតំបន់ភាគខាងលិចចាប់តាំងពីពេលនោះមកចក្រភពអារ៉ាប់ក៏បានគ្រប់គ្រងទាំងស្រុងនៅតំបន់អាស៊ីកណ្ដាលទាំងមូលសមរភូមិប្រយុទ្ធនេះក៏បានធ្វើឲ្យពួកអារ៉ាប់ចេះពីបច្ចេកវិទ្យាទូក្រដាសរបស់ជនជាតិចិនសមរភូមិតាឡាស់ក៏បានធ្វើឲ្យពិភពលោកចាប់ផ្ដើមផ្លាស់ប្ដូរអរិយធម៌តាមរយៈក្រដាសនេះដែរព្រោះចក្រភពអារ៉ាប់ក៏បានគ្រប់គ្រងត្រួតត្រាទឹកដីដ៏ធំធេងក្នុងប្រវត្តិសាស្ត្រលោកជាតិដូច្នេះក្រដាសដែលពួកគេចេះផលិតពីជនជាតិចិននោះក៏ត្រូវបានប្រើប្រាស់នៅលើទឹកដីដែលស្ថិតក្រោមការត្រួតត្រារបស់ពួកគេផងដែរជាពិសេសគឺតាមរយៈជំនួយជាមួយរដ្ឋនានាពីពេញពិភពលោកយោងតាមសៀវភៅប្រវត្តិសាស្ត្រចិនប្រហែលនៅសតវត្សទី3វៀតណាមបានទទួលនៅបច្ចេកវិទ្យាធ្វើក្រដាសពីប្រទេសចិនរួចទៅហើយនៅសតវត្សទី4បច្ចេកវិទ្យាធ្វើក្រដាសបានបន្តចូលទឹកដីកូរ៉េក្រោយមកក៏បានទៅដល់ទឹកដីជប៉ុននៅសតវត្សទី7បានចាយភាយចូលដល់ទឹកដីឥណ្ឌាក្រោយមកទៅដល់តំបន់អាស៊ីអាគ្នេយ៍នៅសតវត្សទី8ពួកអារ៉ាប់ដែលចេះបច្ចេកវិទ្យាធ្វើក្រដាសពីចិនពួកគេបាននាំទៅដល់ភាគខាងលិច